បាទសូមគោរពនឹងជម្រាបសួរពុកម៉ែបងប្អូនបានសាជាថ្មីបាទថ្ងៃនេះបងប្អូនមកអាប់ដេតនៅ Bora XM Lucky Home ហើយកន្លែងខ្ញុំថតនេះគឺនៅទល់នឹងមុខស្ទឹងជីទូកាយ៉ាតែម្ដងបងប្អូនអរគ្នាសម្រាប់ទីតាំងនេះគឺយើងសាងសង់ជាភូមិគ្រឹះឬក៏ជាវីឡាបាទខ្នាតធំតែម្ដងហើយបងប្អូនអរគ្នាឥឡូវនេះ Bora XM Lucky Home បាទក៏បើកបាទទីតាំងថ្មីហើយតម្លៃគឺធូរថ្លៃមែនទែនបងប្អូនអរគ្នាតម្លៃយើងមានចាប់ពី30000ជាងឡើងទៅហើយនៅក្នុងបូរីគឺមានការអភិវឌ្ឍច្រើនមានទាំងផ្សារសាលារៀនហើយមានទាំងអូសៀនធម្មជាតិរហូតដល់10ហត្ថឯណោះហើយនៅក្នុងបូរីរបស់យើងក៏មានអតិថិជនដែលគាត់ចូលរស់នៅរាប់រយគ្រួសារហើយផងដែរបងប្អូនអរគ្នាហើយអ្វីដែលពិសេសនៅនេះបងប្អូនអរគ្នាបាទគឺយើងមានទាំងស្ទឹងបច្ចិទុកយៈតតឹងខ្សែបណ្ដោយចូលកន្លះគីឡូដីបាទងាយស្រួលពុកម៉ែបងប្អូនដែលរស់នៅក្នុងបូរីបាទគឺគាត់មកលំហែបាននៅពេលល្ងាចឬក៏បងប្អូនអាចដើរហាត់ប្រាណនៅជុំវិញស្ទឹងជីទុកយៈបានយ៉ាងងាយស្រួលតែម្ដងហើយយើងមានស្ពានឆ្លងកាត់មើលទៅគឺស្រស់ស្អាតមែនតើបងប្អូនអរគ្នាហើយយើងងាកទៅមើលពីតម្លៃរបស់យើងតម្លៃមានចាប់ពី30000ជាងឡើងទៅហើយបូរីមានការអភិវឌ្ឍគឺច្រើនមែនទែនបងប្អូនអរគ្នាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនលោកពូអ្នកមីងបងប្រុសបងស្រីដែលរស់នៅឯនាយសមុទ្ររស់នៅឯស្រុកក្រៅបាទចង់បានផ្ទះបាទមួយកន្លែងបាទពេលដែលបងប្អូនសម្រាប់ពីការងារមករស់នៅបូរីមួយដែលមានការអភិវឌ្ឍច្រើនបាទមានផ្លូវធំងាយស្រួលក្នុងការដើរហាត់ប្រាណហើយមានទាំងផ្សារទំនើបសាលារៀនអីមានមួយសេតនៅក្នុងបូរីតែម្ដងបងប្អូនអាចអញ្ជើញមកមើល Bora XM Lucky Home ព្រោះថាឥឡូវនេះគឺមានម៉ូដថ្មីហើយតម្លៃគឺធូរមែនតើបងប្អូនបាទបូរីដែលមានការអភិវឌ្ឍសម្បូរបែបនេះបងប្អូនអរគ្នាហើយតម្លៃឥឡូវនេះយើងមានចាប់ពី30000ជាងឡើងទៅនេះគឺជាឱកាសល្អសម្រាប់ពុកម៉ែបងប្អូនលោកពូអ្នកមីងបងប្រុសបងស្រីទាំងអស់គ្នាដែលកំពុងតែស្វែងរកវីឡាបាទតូដែលដាច់ពីគ្នាងាយស្រួលនឹងការរស់នៅហើយបូរីពោពេញទៅដោយធម្មជាតិពណ៌បៃតងស្រស់បំព្រងបែបនេះបងប្អូនអរគ្នាបងប្អូនrecommend បងប្អូនអរគ្នាតនេបាទបងប្អូនអាចមកមើលមកសិក្សានៅ Bora XM Lucky Home បានព្រោះថាឥឡូវនេះគឺតម្លៃធូរថ្លៃហើយបូរីកាន់តែអភិវឌ្ឍបាទកាន់តែច្រើនទៅហើយបងប្អូនអរគ្នាពេលដែលបូរីមានការអភិវឌ្ឍកាន់តែច្រើនកាន់តែល្អទៅតម្លៃកាន់តែឡើងទៀតហើយបងប្អូនអរគ្នាណាបាទអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលឆ្លៀតមកបានបងប្អូនរស់រានទាំងអស់គ្នាព្រោះថាទីតាំងគឺនៅល្អហើយតម្លៃកាន់តែពិសេសបងប្អូនអរគ្នាណាបាទហើយតម្លៃពិសេសនេះគឺ promotion ត្រឹមតែ10វិឡាទេបងប្អូនអរគ្នាណាអញ្ចឹងសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាច comment ចូល YouTube របស់ខ្ញុំបានខ្ញុំនឹងលម្អិតព័ត៌មានជូនពុកម៉ែបងប្អូនលោកពូអ្នកមីងបងប្រុសបងស្រីទាំងអស់គ្នាតែម្ដងពីខ្ញុំបាទតាវីបាននៅថ្ងៃនេះក៏សូមអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបន្តទៀតពុកម៉ែបងប្អូនអរគ្នា